ខ្ញុំជឿលើព្រះបិតាព្រះអង្គដែលមានសព្វនុភាពព្រះអង្គជាព្រះអធិការបង្កើតស្ថានសួគ៌និងផែនដីខ្ញុំជឿព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រាតែមួយរបស់ព្រះអង្គជាព្រះអង្គម្ចាស់នៃខ្ញុំព្រះអង្គបានប្រសូតនឹងក្រមុំព្រហ្មចារីដោយព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋលើនាងព្រះអង្គរងទុក្ខវេទនាជាប់ដោយជាឆ្កាងក្រោមអំណាចពុនទាសពីឡាតការបានសុគតហើយសត្វទ្រង់បានបញ្ចុះហើយទ្រង់រស់ឡើងវិញនៅថ្ងៃទី3ព្រមទាំងគង់នៅខាងស្ដាំនៃព្រះបិតាជាព្រះដែលមានឫទ្ធានុភាពព្រះអង្គនឹងយាងមកពីស្ថានសួគ៌វិញដើម្បីជំនុំជម្រះមនុស្សរស់និងមនុស្សស្លាប់ខ្ញុំជឿលើព្រះវិញ្ញាណបរិសុទ្ធហើយទុកចិត្តគ្រីស្ទបរិសុទ្ធសកលលោកខ្ញុំជឿលើការសង្គ្រោះនិងការអត់ទោសចំពោះអំពើបាបនិងអស់កលជានិច្ចអាមែន
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Benda raja perih au kontrol benda sembrap sedai salahnya prakon buat terung au kontrol sembrap tengah temai akah temai na pevle temai tu pram kum nak deman chomo na baina sasanam kam prang hai chomo na baina saksan pram tu terung som truman kum noi chmoi som truman bag noi chat tu pram kum nak ne ya tu pram kum nak ne man tu yo na pram tu terung net kai ni pun dai hai au kontrol benda sembrap akah no pevle ni tu pram kum tuai ko kata dan kum tu pendim na miam dai ke pendim pram cha praise Christ. Amen. Aku berang hai ngai ni jen saksa na pram tu berang mai rimbo de mech lo tu tha karo na khnong pun Saya semua pun nak diban baik nak kena perang pi Yohan saat timui ia nan yang jemput pi kho perambun lo dak kho dak mui perang pi Yohan saat timui jemput pi kho perambun dak kho dak mui nena dah tha klun nak kena pun le tai sab dak bang pon nu chmo tha nak kena sekde ngat darab dak sab kai ni ai nena dah serlain dak bang pon klun nu tai nak kena pun le wei nek nak haiនៅក្នុងអ្នកនោះគ្មានហេតុផលនឹងបងអន់ចិត្តគេឡើយក៏ដល់មួយតែអ្នកណាដែលស្អប់ដល់បងប្អូននោះឈ្មោះថាក្នុងសេចក្តីងងឹតវិញក៏ដើរក្នុងសេចក្តីងងឹតហើយមិនដឹងជាខ្លួនទៅឯណាផងពីព្រោះសេចក្តីងងឹតនោះនឹងបានបំបត្តិភ្នែកហើយអាមែនអរគុណព្រះនៅក្នុងព្រះគម្ពីរនៅថ្ងៃនេះយើងនឹងសិក្សានៅមេរៀនដែលតទៅនឹងការរស់នៅក្នុងពន្លឺតើការរស់នៅក្នុងពន្លឺនេះមានអត្ថន័យបែបណានៅក្នុងព្រះបន្ទូលនៅថ្ងៃនេះជារៀននៅថ្ងៃកាលណាយើងនិយាយអំពីការរស់នៅក្នុងពន្លឺគឺជាការរស់នៅខាងឯព្រលឹងវិញ្ញាណប៉ុន្តែយើងដឹងហើយថានៅក្នុងលោកីយ៍នេះគឺមានកម្លាំងរំលត់ដែលមានអត្ថពលពីរនៅក្នុងជីវិតនៃការរស់នៅដែលជាសាច់ឈាមមួយគឺជាសេចក្តីស្រឡាញ់របស់ព្រះដែលនាំមកនៅពន្លឺសម្រាប់ជីវិតរបស់យើងហើយមួយទៀតគឺជាការរស់នៅតាមបែបលោកីយ៍ដែលជំរុញនៃធម្មជាតិរបស់យើងឥតឈប់ឈរដូច្នេះហើយបានជានៅក្នុងព្រះគម្ពីរយូហានខ្សែទី1និងចំពោះ2ថ្ងៃនេះលោកយូហានបានផ្ដល់នៅស្តង់ដារចំនួន2ដើម្បីឲ្យយើងបានអាចឈរមាំនៅក្នុងសមរភូមិនៅក្នុងសេចក្តីខាងឯវិញ្ញាណនេះបានដូច្នេះបានជាលោកបានអាងនៅក្នុងព្រះគម្ពីរនេះថាកាលណាអ្នកណាដែលនិយាយថាខ្ញុំស្គាល់ព្រះប៉ុន្តែស្អប់ដល់បងប្អូននោះហើយគឺជាអ្នកដែលជាមនុស្សម្នាក់ដែលនិយាយកុហកឬមួយក៏គេនិយាយថាខ្ញុំរស់នៅក្នុងពន្លឺប៉ុន្តែគេស្រឡាញ់លោកីច្រើនជាងស្រឡាញ់ដល់បងប្អូនឬមួយក៏ស្រឡាញ់ជីវិតខាងឯព្រលឹងវិញ្ញាណនោះក៏រកឈ្មោះថាគឺជាអ្នកដែលកុហកនោះដែរដូច្នេះបើសិនជាយើងមើលនៅក្នុងគ្រីស្ទបរិស័ទជារៀងរាល់ថ្ងៃពួកគេបានរស់នៅប្រៀបដូចជាកូននៃពន្លឺដោយសារតែពួកគេចូលមកក្នុងព្រះវិហារហើយពួកគេបានថ្វាយបង្គំព្រះអង្គពួកគេបានសរសើរនឹងការព្រះអង្គពួកគេបានទទួលយកនៅព្រះបន្ទូលព្រះអង្គនៅពេលដែលពួកគេបានចូលមកនៅក្នុងព្រះវិហារប៉ុន្តែផ្ទុយទៅវិញនៅពេលដែលពួកគេបានចាកចេញពីព្រះវិហារទៅវិញពួកគេបានរស់នៅតាមបែបផែននៃលោកីយ៍វិញនោះហើយគឺជាកំហុសដ៏ធ្ងន់ធ្ងរដែលយើងអាចមើលឃើញក្នុងជីវិតជាគ្រីស្ទបរិស័ទហើយវាគឺជាការភ័ន្តច្រឡំអំពីអត្តសញ្ញាណខាងឯវិញ្ញាណរបស់យើងដូច្នេះបានជាយើងនឹងសិក្សានៅមេរៀនទាំងអស់គ្នាថាតើការរស់នៅក្នុងពន្លឺគឺជាការរស់នៅបែបណាជាមួយគ្នាតាមរយៈព្រះគម្ពីរយូហានខ្សែទី1ចំពោះ2ដូច្នេះការរស់នៅក្នុងពន្លឺគឺជាការបដិញ្ញាចិត្តមិនមែនជាការរស់នៅក្នុងពន្លឺគ្រាន់តែនៅពេលដែលយើងចូលមកក្នុងព្រះវិហារទេប៉ុន្តែផ្ទុយទៅវិញគឺជាការរស់នៅក្នុងពន្លឺក្នុងជីវិតជាគ្រីស្ទបរិស័ទរបស់យើងដែលជីវិតខាងសាច់ឈាមនេះមិនថាយើងនៅក្នុងព្រះវិហារឬពេលដែលយើងចាកចេញពីព្រះវិហារនោះទេដូច្នេះហើយផុសតាងទី1ដើម្បីឲ្យអាចយើងដឹងថាយើងរស់នៅក្នុងពន្លឺបានគឺជាការស្រឡាញ់ដល់បងប្អូនដូចដែលយើងបានអាននៅក្នុងព្រះគម្ពីរយូហានខ្សែទី1ចំពោះ2ខ9ដល់ខ11នេះបានបង្ហាញឲ្យយើងឃើញថាគឺជាភស្តុតាងមួយដែលបញ្ជាក់ឲ្យយើងឃើញថាកាលណាយើងរស់នៅក្នុងពន្លឺគឺជាការដែលយើងកាន់តាមនៅបញ្ញត្តិរបស់ព្រះ
ហើយតើអ្វីគឺជាបញ្ញត្តិរបស់ព្រះគឺជាសេចក្តីស្រឡាញ់ហើយសេចក្តីស្រឡាញ់នោះឯងគឺជាសេចក្តីស្រឡាញ់ដល់បងប្អូនដូចដែលនៅក្នុងខ9បានបង្ហាញយើងឃើញថាអ្នកណាដែលថាខ្លួននៅក្នុងពន្លឺតែស្អប់ដល់បងប្អូននោះឈ្មោះថានៅក្នុងសេចក្តីងងឹតដល់រាប់ដល់សពថ្ងៃនេះដូច្នេះលោកយូហានបានបញ្ជាក់ត្រង់កន្លែងនេះថាបើសិនជាយើងស្គាល់ព្រះហើយបើសិនជាយើងកាន់តាមបញ្ញត្តិរបស់ព្រះហើយប៉ុន្តែផ្ទុយទៅវិញយើងស្អប់ដល់បងប្អូនរបស់យើងនោះយើងមិនរាប់ថាយើងកាន់ខ្លួននៅក្នុងពន្លឺនោះទេប៉ុន្តែផ្ទុយទៅវិញរាប់ថាយើងគឺជាអ្នកដែលដើរនៅក្នុងសេចក្តីងងឹតប៉ុន្តែមនុស្សជាច្រើនគាត់បាននិយាយថាខ្ញុំមានទំនាក់ទំនងជាមួយនឹងព្រះហើយខ្ញុំតែងតែចូលទៅចំពោះព្រះហេតុអីបានយើងអត់អាចរាប់ថានោះគឺជាការដែលយើងដើរនៅក្នុងពន្លឺបើទោះបីយើងអត់ចូលចិត្តបងប្អូនណាម្នាក់ក៏ដោយប៉ុន្តែយើងមានទំនាក់ទំនងល្អជាមួយនឹងព្រះតើយើងនៅជាមួយនឹងព្រះតើយើងអធិដ្ឋានទៅព្រះតើយើងស្រឡាញ់ព្រះតើតើហេតុអីគ្រាន់តែយើងអត់ចូលចិត្តទៅនឹងបងប្អូនឬមួយក៏យើងអត់ស្រឡាញ់ដល់បងប្អូនម្នាក់ៗរាប់ថាយើងរស់នៅក្នុងសេចក្តីងងឹតនោះឯងប៉ុន្តែលោកយូហានត្រង់កន្លែងនេះគាត់បានបង្ហាញឲ្យយើងឃើញអំពីគោលជំនឿដ៏រឹងមាំត្រង់កន្លែងនេះថាបើសិនជាយើងអត់បានស្រឡាញ់ដល់បងប្អូនរបស់យើងដែលយើងកំពុងតែមើលឃើញនោះផងតើធ្វើបែបណាដើម្បីឲ្យយើងអាចស្រឡាញ់ដល់ព្រះដែលយើងអត់អាចមើលឃើញនោះបាននោះហើយគឺជាគោលជំនឿដ៏សំខាន់ដែលលោកយូហានបានដាស់ឬមួយក៏បានបង្ហាញដល់យើងដូច្នេះយើងអត់មានហេតុផលអីទេដែលយើងស្រឡាញ់ដល់ព្រះបើសិនជាយើងសូម្បីតែបងប្អូនរបស់យើងដែលបងប្អូនរបស់យើងអាចនៅមើលឃើញគាត់នេះយើងអត់ស្រឡាញ់ដល់គាត់ផងធ្វើម៉េចដើម្បីឲ្យយើងអាចស្រឡាញ់ដល់ព្រះដែលទ្រង់មើលមិនឃើញនោះដែរដូច្នេះបានជាលោកយូហានបានបង្ហាញម្ដងហើយម្ដងទៀតបើសិនជាយើងមើលនៅក្នុងខ10ទៀតលោកបានបញ្ជាក់ម្ដងហើយទៀតថាអ្នកណាដែលស្រឡាញ់បងប្អូននោះតែនៅក្នុងពន្លឺវិញហើយនៅក្នុងអ្នកនោះក៏គ្មានហេតុណានឹងបង្អាក់បង្អន់ចិត្តដែរដូច្នេះកាលណាដែលយើងអត់ស្រឡាញ់ដល់បងប្អូនខ្លួននោះប្រៀបបីដូចជាយើងខ្វាក់នៅក្នុងឯខាងវិញ្ញាណនោះដែរបានន័យថាកាលណាយើងមានសេចក្តីសម្បត្តិនៅក្នុងចិត្តរបស់យើងនោះយើងនឹងបាត់បង់អារម្មណ៍ខាងឯវិញ្ញាណរបស់យើងនោះដែរដូច្នេះកាលណាយើងនិយាយពីសេចក្តីខ្វាក់ខាងឯវិញ្ញាណមានន័យថាយើងអត់អាចដឹងថាផ្លូវណាដែលយើងអាចនាំយើងទៅកាន់ព្រះនោះទេដោយសារតែបញ្ញត្តិរបស់ទ្រង់បានបង្ហាញឲ្យយើងឃើញថាសេចក្តីស្រឡាញ់គឺជាបញ្ញត្តិដ៏ធំចម្បងរបស់ព្រះដែលទ្រង់មានសម្រាប់យើងហើយសេចក្តីស្រឡាញ់នោះមិនត្រឹមតែស្រឡាញ់ព្រះប៉ុណ្ណោះទេប៉ុន្តែស្រឡាញ់ដល់បងប្អូននោះដែរនោះហើយគឺជាបញ្ញត្តិដ៏ធំដែលទ្រង់បានប្រទានមកសម្រាប់ជីវិតរបស់សត្វប៉ុន្តែនៅពេលដែលយើងអត់បានស្រឡាញ់ដល់បងប្អូនរបស់យើងនោះនាំឲ្យយើងមានសេចក្តីខ្វះខាងឯវិញ្ញាណហើយសេចក្តីខ្វះនោះឯងនឹងនាំឲ្យជីវិតយើងមិនអាចចូលទៅកាន់ព្រះបាននោះទេដូច្នេះបានជានៅក្នុងខ10នេះអ្នកណាដែលស្រឡាញ់ដល់បងប្អូននោះអត់មានការចំពោះដួលនោះទេដូច្នេះសេចក្តីស្រឡាញ់នោះឯងគឺជាខែលដ៏រឹងមាំគឺជារបងដ៏រឹងមាំដែលការពារយើងដូច្នេះអរលោកបងប្អូនហើយតើមានសេចក្តីសំអប់ណាខ្លះឬមានការមិនពេញចិត្តណាខ្លះដែលមិនទាន់ដោះស្រាយនៅក្នុងចិត្តរបស់អស់លោកអ្នកបងប្អូននៅពេលនោះហើយតើបញ្ហាទាំងនោះគឺវានាំឲ្យយើងមានបញ្ហាខាងឯវិញ្ញាណរបស់យើងនោះដែរដូច្នេះសូមឲ្យអស់លោកបងប្អូនបានចូលទៅកាន់ជីវិតមួយដែលមានពន្លឺគឺជាជីវិតមួយដែលស្រឡាញ់ដល់បងប្អូនរបស់ខ្លួនហើយជាជីវិតមួយដែលផ្សះផ្សាឬមួយទំនាក់ទំនងរបស់លោកបងប្អូនទៅនឹងបងប្អូនដទៃទៀតដូច្នេះនោះហើយគឺជាសេចក្តីស្រឡាញ់មិនត្រឹមតែសេចក្តីស្រឡាញ់ចំពោះព្រះប៉ុន្តែគឺជាសេចក្តីស្រឡាញ់ចំពោះអស់លោកអ្នកបងប្អូនដែលរស់នៅក្នុងព្រះនោះដែរដូច្នេះផុសតាំងទី1នេះគឺជាការរស់នៅក្នុងពន្លឺគឺជាការដែលស្រឡាញ់ដល់បងប្អូនផុសតាំងទី2តើការរស់នៅក្នុងពន្លឺនេះគឺមានអត្ថន័យបែបណាឬមួយក៏បង្ហាញយើងតាមផុសតាំងទី2នេះគឺជាការកាត់ផ្ដាច់នៃសេចក្តីស្រឡាញ់ចំពោះលោកីបើសិនជាយើងមើលនៅក្នុងខ15រហូតដល់ខ17
កុំឲ្យស្រឡាញ់លោកីឬរបស់អ្វីដែលនៅក្នុងលោកីនេះឲ្យសោះបើអ្នកណាស្រឡាញ់លោកីអ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះបិតានៅក្នុងខ្លួនឡើយត្បិតអស់ទាំងសេចក្តីនៅក្នុងលោកីនេះគឺជាសេចក្តីបងប្រាថ្នារបស់សាច់ឈាមនិងសេចក្តីបងប្រាថ្នារបស់ភ្នែកហើយសេចក្តីអំនួតរបស់ជីវិតនោះមិនកើតមកពីព្រះបិតាទេគឺមកតែពីលោកីនេះវិញខ17ឯលោកីនេះនិងសេចក្តីបងប្រាថ្នារបស់វានោះកំពុងកន្លងទៅតែអ្នកណាដែលធ្វើតាមប្រតិយព្រះនោះនឹងនៅជាប់អកលជានិច្ចវិញដូច្នេះនៅក្នុងខនេះលោកយូហានបានប្រកាសឲ្យយើងឃើញអំពីសេចក្តីដ៏ភ្ញាក់ផ្អើលមួយគឺថាបើអ្នកណាស្រឡាញ់ដល់លោកីនោះនឹងគ្មានសេចក្តីស្រឡាញ់របស់ព្រះបិតានៅក្នុងខ្លួននោះទេដូច្នេះចំណុចទី2នេះគឺជាចំណុចសំខាន់នៅក្នុងជីវិតរបស់យើងគឺជាការកាត់ផ្ដាច់សេចក្តីស្រឡាញ់ចំពោះលោកីដែលសេចក្តីភ័ស្តុតាងទី1ទាំងការរស់នៅក្នុងជីវិតពន្លឺនេះគឺជាការស្រឡាញ់ដល់បងប្អូនហើយមិនត្រឹមតែយើងស្រឡាញ់ដល់បងប្អូនទេគឺយើងព្យាយាមកាត់ផ្ដាច់នូវសេចក្តីស្រឡាញ់របស់យើងចំពោះលោកីនោះដែរដូច្នេះយើងអត់អាចបំរើព្រះផងហើយបំរើលោកីផងនោះទេមានន័យថាយើងអត់អាចកាន់លោកីនៅដៃម្ខាងហើយកាន់ព្រះនៅដៃម្ខាងនោះទេហើយនេះបានជាយើងអត់អាចកាន់វាឡើងទាំងពីរនេះបានដោយសារកាលណាយើងនិយាយពីលោកីគឺយើងនិយាយអំពីរបស់សពសារពើនៅក្នុងលោកីនេះដែលវាទាស់ប្រឆាំងនៅនឹងព្រះហើយយើងសួរថាតើលោកីវាទាស់ប្រឆាំងនឹងព្រះយ៉ាងណាបើសិនជាយើងមើលនៅក្នុងចំណុចទី1នៅក្នុងខ16បានបង្ហាញយើងថាម៉េចសេចក្តីពងប្រាថ្នារបស់សាច់ឈាមនិងសេចក្តីពងប្រាថ្នារបស់ភ្នែករបស់យើងនោះហើយលោកីបានបោះទុនសំខាន់ដល់ចំនួន3មកកាន់យើងគឺជាតណ្ហានៃសាច់ឈាមតណ្ហានៃសាច់ឈាមនេះគឺជាការសប្បាយរីករាយនិងបំណងប្រាថ្នាដែលអាចគ្រប់គ្រងបានដូច្នេះមនុស្សម្នាក់ៗក្នុងលោកីនេះគឺតែងតែមានបំណងប្រាថ្នាហើយបំណងប្រាថ្នារបស់ពួកគេគឺជាបំណងប្រាថ្នាដែលផ្ទុយអំពីបំណងប្រាថ្នារបស់ព្រះដូច្នេះបានជាព្រះអង្គអត់ចង់ឲ្យយើងមានសេចក្តីស្រឡាញ់ចំពោះលោកីនេះដោយសារតែគេមានតណ្ហាចំពោះសាច់ឈាមគឺគេមានបំណងប្រាថ្នាដែលជាបំណងប្រាថ្នាផ្ទុយអំពីព្រះហើយចំណុចទី2គឺជាតណ្ហានៃភ្នែកដែលគេឃើញមើលតែគេមើលឃើញតែភាពតែរុងរឿងហើយចង់បាននៅអ្វីដែលជាកម្មសិទ្ធិរបស់ពួកគេដូច្នេះបានជាយើងមើលនៅក្នុងលោកីនេះគឺមនុស្សម្នាក់ៗតែងតែស្វែងរកនៅភាពរុងរឿងសម្រាប់ជីវិតរបស់ពួកគេតែងតែច្បាមយកនៅអ្វីគ្រប់យ៉ាងដែលគេអាចមើលឃើញដើម្បីបង្ហាញដល់អ្នកដទៃទៀតថាគឺជាមនុស្សម្នាក់ដែលរុងរឿងជាមនុស្សម្នាក់ដែលថ្លៃថ្នូរជាមនុស្សម្នាក់ដែលអស្ចារ្យនៅក្នុងភ្នែកនៃលោកីនេះដូច្នេះអរលោកអ្នកបងប្អូនហើយនោះហើយគឺជាទុនដ៏សំខាន់ទី2គឺជាតណ្ហានៃភ្នែកដែលបានបោះមកក្នុងជីវិតរបស់យើងហើយចំណុចទី3គឺជាមោទនភាពនៃជីវិតហើយគឺជាឋានៈកិត្តិយសនិងភាពក្រអឺតក្រទមរបស់គេដូច្នេះអរលោកបងប្អូនហើយនៅក្នុងលោកីនេះអ្វីសំខាន់ដែលមនុស្សចង់បានគឺជាឋានៈកិត្តិយសឬមួយក៏បុណ្យស័ក្តិចុះសួរថាហេតុអីបានជាគេព្យាយាមតែងតែយកនៅឋានៈកិត្តិយសនិងបុណ្យស័ក្តិនោះបានគឺគេព្យាយាមធ្វើទាំងអស់នោះដើម្បីឲ្យជីវិតរបស់ពួកគេមើលទៅអស្ចារ្យជីវិតរបស់ពួកគេមើលទៅខ្ពង់ខ្ពស់នោះហើយគឺជាបំណងប្រាថ្នារបស់លោកីនេះដូច្នេះបានជាយើងមើលមួយផ្លែតយើងឃើញថាគឺជាភាពអស្ចារ្យក្នុងជីវិតនេះប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងមានតណ្ហាទាំងអស់នេះនៅក្នុងចិត្តរបស់យើងនៅក្នុងជីវិតរបស់យើងនោះវានឹងធ្វើឲ្យព្រលឹងរបស់យើងស្ងួតទៅហេតុអីបានជាធ្វើឲ្យព្រលឹងរបស់យើងស្ងួតទៅព្រះគម្ពីរបានបង្ហាញយើងឃើញថាការទាំងអស់នោះវាអត់មកពីព្រះបិតានោះទេបើសិនជាយើងអាននៅក្នុងខ16ឡើងវិញបានបង្ហាញឲ្យយើងឃើញថាសេចក្តីពងប្រាថ្នារបស់សាច់ឈាមនិងសេចក្តីពងប្រាថ្នារបស់ភ្នែកហើយនិងសេចក្តីអំណួតរបស់ជីវិតនេះនោះវាមិនកើតមកពីព្រះបិតានោះទេប៉ុន្តែផ្ទុយទៅវិញវាគឺមកពីលោកីនេះដូច្នេះបានជាលោកយូហានបានបង្ហាញឲ្យយើងឃើញនៅក្នុងកន្លែងនេះថាបើសិនជាអ្នកណាដែលស្រឡាញ់លោកីនោះគ្មានសេចក្តីស្រឡាញ់មកពីព្រះបិតារបស់ព្រះបិតានៅក្នុងខ្លួននោះឡើយដូច្នេះបានជាចំណុចទី2ភ័ស្តុតាងទី2ដើម្បីឲ្យយើងអាចដើរនិងរស់នៅក្នុងពន្លឺបានគឺជាការកាត់ផ្ដាច់នៃសេចក្តីស្រឡាញ់ចំពោះលោកីនេះហើយយើងសួរថាតើធ្វើបែបណាដើម្បីយើងអាចកាត់ផ្ដាច់នឹង
សេចក្តីឬមួយក៏ពងប្រថារបស់លោកីនេះបានគឺចំណុចគឺខ17បានបង្ហាញយើងឃើញថាម៉េចលោកីនេះនិងសេចក្តីពងប្រថារបស់វានោះកន្លងទៅតែអ្នកណាដែលធ្វើតាមប្រតិព្រះនោះនឹងនៅជាប់អកលជានិច្ចវិញដូច្នេះត្រង់កន្លែងនេះគឺព្រះបន្ទូលត្រង់បង្ហាញឲ្យយើងឃើញថាអ្វីគ្រប់យ៉ាងនៅក្នុងលោកីនេះគឺវាអត់ស្ថិតស្ថេរនោះទេគឺស្ដីប្រងប្រាថ្នាទាំងអស់នោះវានឹងកន្លងផុតទៅបើសិនជាវាកន្លងផុតទៅតើយើងគួរចាំបាច់យើងវិនិយោគឬមួយគួរចាំបាច់តើយើងឈោងចាប់នៅអ្វីដែលវាកន្លងផុតទៅនោះធ្វើទៅអីតើហេតុអីកិត្តិយសបុណ្យស័ក្តិអំណាចឋានៈគ្រប់ការទាំងអស់នោះគឺវាអត់អាចរស់នៅឬអត់អាចស្ថិតស្ថេររហូតដល់100ឬមួយក៏200ឆ្នាំនោះទេបានន័យថាគ្រប់យ៉ាងទាំងអស់អ្វីគ្រប់យ៉ាងនៅផែនដីនេះវានឹងកន្លងផុតទៅដូច្នេះតើយើងគួរតែឈោងចាប់អ្វីដែលកន្លងផុតទៅនោះធ្វើមកដើម្បីអីដូច្នេះបានជានៅត្រង់កន្លែងនេះលោកយូហានបានបង្ហាញយើងឃើញថាម៉េចមានតែការធ្វើតាមប្រតិបត្តិរបស់ព្រះតែមួយប៉ុណ្ណោះដែលអាចនៅជាប់អកលជានិច្ចដូច្នេះអស់លោកបងប្អូនហើយសូមអស់លោកបងប្អូនបានកាត់ផ្ដាច់នៅសេចក្តីស្រឡាញ់ចំពោះលោកីនេះគឺជាការកាត់ផ្ដាច់នៅតណ្ហាឬមួយក៏អន្ទាក់របស់លោកីនេះដែលវាតែងតែកន្លងផុតទៅតែផ្ទុយទៅវិញសូមអស់លោកបងប្អូនទាំងគ្នាបានឈោងចាប់នៅអ្វីដែលជាបំណងផតិរបស់ព្រះដើម្បីជាប្រយោជន៍សម្រាប់ជីវិតអស់លោកបងប្អូនស្ថិតស្ថេរនៅតទៅមុខទៀតចំណុចទី3ការរស់នៅក្នុងពន្លឺគឺជាការនៅជាប់នឹងព្រះបើសិនជាយើងមើលត្រឡប់ទៅព្រះគម្ពីរយូហានខ្សែទី1ចំពោះ2ខ1និងខ2យើងនឹងឃើញថាកូនតូចៗរាល់គ្នាអើយដែលខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមកនោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបឡើយតែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញនោះយើងមានព្រះដ៏ជាជំនួយមួយអង្គហើយដែលទ្រង់គង់នៅចំពោះព្រះបិតាគឺជាព្រះយេស៊ូវគ្រីស្ទជាព្រះដ៏សុចរិតខ2ដែលទ្រង់ជាដង្វាយធន់នឹងបាបយើងរាល់គ្នាមិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះគឺនឹងបាបរបស់លោកីទាំងមូលដូច្នេះលោកយូហានបានបង្ហាញយើងឃើញពីផុសតាងទី3សំខាន់ដែលយើងរស់នៅក្នុងពន្លឺគឺជាការជាប់នឹងព្រះហេតុអីបានជាការនៅជាប់នឹងព្រះជាផ្នែកមួយដែលជួយឲ្យយើងរស់នៅក្នុងពន្លឺបានដោយសារតែទ្រង់បានយាងមកគឺជាព្រះដ៏ជាជំនួយសម្រាប់ជីវិតរបស់យើងដូច្នេះបាននៅក្នុងចំពុក2នៅក្នុងចំពុក2នេះលោកបានបង្ហាញឲ្យយើងឃើញថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាអ្នកតស៊ូមតិរបស់យើងនៅពេលដែលយើងខ្សោយនៅពេលដែលយើងដួលនៅពេលដែលយើងមានបញ្ហាក្នុងជីវិតរបស់យើងនៅពេលដែលយើងតតាំងជាមួយនឹងសាតាំងគឺយើងមានព្រះដ៏ជាជំនួយសម្រាប់ជីវិតរបស់យើងដូច្នេះលោកីនេះគឺមានសេចក្តីលំបាកជាច្រើនដែលចូលក្នុងជីវិតរបស់យើងដូចដែលយើងបានជជែកនៅក្នុងចំណុចទី2នោះដែរគឺជាអន្ទាក់ជាច្រើនដែលចូលក្នុងជីវិតរបស់យើងតែយើងសួរថាតើយើងធ្វើបែបណាដើម្បីយើងអាចរួចអំពីអន្ទាក់ទាំងនោះបានគឺយើងអត់អាចរួចតាមរយៈការប្រឹងប្រែងរបស់យើងនោះទេដោយសារសមត្ថភាពរបស់យើងអត់អាចយកឈ្នះទៅលើអន្ទាក់របស់លោកីនោះបានដូច្នេះបានជាអង្គព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងមកលើផែនដីនេះហើយទ្រង់ជាជំនួយដ៏អស្ចារ្យសម្រាប់ជីវិតរបស់យើងដូច្នេះនៅពេលដែលអស់លោកអ្នកបងប្អូនមានអារម្មណ៍ថាលោកបងប្អូនខ្សោយអស់លោកបងប្អូនមិនអាចតតាំងនៅក្នុងជីវិតនៅក្នុងសាច់ឈាមនេះសូមអស់លោកបងប្អូនថាបាននឹកចាំថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាអ្នកតស៊ូជាមួយនឹងអស់លោកបងប្អូនសូមអស់លោកបងប្អូនបានទូលសូមទៅដល់ព្រះហើយទូលអង្វរទៅដល់ព្រះដើម្បីឲ្យទ្រង់អាចជាជំនួយសម្រាប់អស់លោកបងប្អូនដូច្នេះហើយបានជានៅពេលដែលអស់លោកបងប្អូននៅជាប់ជាមួយនឹងព្រះប្រៀបបីដូចជាដើមទំពាំងបាយជូរដែលជាប់ជាមួយនឹងភ្នែកនោះដែរកាលណាដើមទំពាំងបាយជូរនោះនៅជាប់ជាមួយនឹងមេឃគឺវានឹងបង្កើតនៅផលផ្លែសម្រាប់ទៅអនាគតទៀតដូច្នេះការនៅជាប់ជាមួយនឹងព្រះគឺជាការមួយដែលយើងទទួលនៅអំណាចដ៏បរិសុទ្ធមកព្រះដែលឲ្យយើងអាចហូរចូលក្នុងជីវិតរបស់យើងហើយយើងអាចតតាំងនៅអ្វីៗគ្រប់យ៉ាងដែលចូលក្នុងជីវិតរបស់យើងដូច្នេះដើម្បីឲ្យយើងអាចឈររឹងមាំនៅក្នុងពន្លឺនេះបានគឺមានហេតុផលតែមួយសំខាន់គឺជាការដែលយើងនៅជាប់ជាមួយនឹងព្រះដូច្នេះសរុបសេចក្តីមកនៅក្នុងយូហានចំពុកខ្សែទី1ចំពុក2បានទាមទារឲ្យយើងជ្រើសរើសនៅចំណុចដ៏សំខាន់
ចំនួន3ដើម្បីឲ្យយើងអាចរស់នៅក្នុងពន្លឺនេះបានគឺទី1គឺជាការដែលយើងស្រឡាញ់ដល់បងប្អូនដើម្បីជាប្រយោជន៍ឲ្យយើងអាចឈរមាំឬមើលឲ្យយើងអាចនាំយើងចូលក្នុងជីវិតដែលចូលទៅក្នុងពន្លឺហើយចំណុចទី2គឺជាការកាត់បន្ថយឬមួយក៏ការកាត់ផ្ដាច់នៃសេចក្តីស្រឡាញ់របស់យើងចំពោះលោកីន័យថាឲ្យយើងសេចក្តីពងប្រាថ្នាទាំងឡាយនៃសាច់ឈាមសេចក្តីពងប្រាថ្នានៃភ្នែកនិងសេចក្តីអំនួតនៃជីវិតរបស់យើងគឺជាអន្ទាក់នៅក្នុងចិត្តរបស់យើងដូច្នេះសូមឲ្យយើងបានរួចផុតអំពីអន្ទាក់ទាំងនោះហើយយើងអាចប្រគល់ជីវិតរបស់យើងទៅកាន់ព្រះដើម្បីឲ្យយើងអាចធ្វើតាមបំណងផាតីរបស់ទ្រង់និងចំណុចចុងក្រោយគឺជាការនៅជាប់ជាមួយព្រះបើសិនជាយើងអត់អាចនៅជាប់ជាមួយព្រះគឺជាបញ្ហាឬមកគឺជាបរាជ័យដ៏ធំដែលក្នុងជីវិតរបស់យើងដូច្នេះសូមឲ្យយើងបានពឹងផ្អែកទៅដល់ព្រះដើម្បីឲ្យទ្រង់ជាជំនួយសម្រាប់ជីវិតរបស់អស់លោកបងប្អូនទាំងគ្នាដូច្នេះសូមឲ្យលោកបងប្អូនទាំងគ្នាបានសម្រុំចិត្តដើម្បីនៅទីឋានកាត់គិតទៅបិតាដ៏ជាព្រះឲ្យអរគុណទ្រង់គណៈសម្រាប់សេចក្តីស្រឡាញ់ពិសេសអរគុណទ្រង់គណៈសម្រាប់ព្រះបន្ទូលទ្រង់ពីការរស់នៅក្នុងពន្លឺដែលទ្រង់បានបង្ហាញឲ្យយើងឃើញអំពីភស្តុតាងដ៏អស្ចារ្យចំនួន3ដើម្បីឲ្យទូព្រះបន្ទូលដល់គ្នាដែលរស់នៅក្នុងសាច់ឈាមនេះអាចរស់នៅក្នុងពន្លឺបានទី1គឺទូព្រះបន្ទូលដល់គ្នាបានអាចស្រឡាញ់ដល់បងប្អូនទាំងគ្នាការកាត់ផ្ដាច់នៅសាច់ឈាមសេចក្តីស្រឡាញ់ចំពោះសាច់ឈាមឬមួយក៏លោកីនេះហើយជាចុងក្រោយគឺជាការនៅជាប់ជាមួយនឹងព្រះអង្គចៃភស្តុតាងដ៏សំខាន់ចំនួន3នេះនឹងនាំនឹងជួយជីវិតទូព្រះបង្គំដល់គ្នាឲ្យនៅជាប់ជាមួយនឹងព្រះអង្គពិសេសគឺដាស់តឿនជីវិតទូព្រះបង្គំដល់គ្នាប្រយោជន៍ទូព្រះបង្គំដល់គ្នាបានរួចផុតអំពីអន្ទាក់នៃលោកីនេះព្រះអង្គចៃគ្រប់ការទាំងអស់នេះគឺទូព្រះបង្គំដល់គ្នាអត់អាចធ្វើបានតាមសមត្ថភាពឬកម្លាំងរបស់ទូព្រះបង្គំបានប៉ុន្តែទ្រង់បានសន្យាថាទ្រង់នឹងជួយជាកម្លាំងឬមួយក៏ជាជំនួយសម្រាប់ជីវិតរបស់ទូព្រះបង្គំម្នាក់ៗសូមឲ្យថ្ងៃនេះសូមឲ្យព្រះបន្ទូលថ្ងៃនេះបានដកជាប់ក្នុងជីវិតទូព្រះបង្គំប្រយោជន៍ឲ្យជាជំនួយសម្រាប់ជីវិតទូព្រះបង្គំនៅពេលដែលទូព្រះបង្គំបានត្រឡប់ទៅកាន់គេឋានវិញទូព្រះបង្គំអាចចងចាំនៅភស្តុតាងទាំងអស់នេះប្រយោជន៍ឲ្យទូជាផ្នែកមួយដែលដាស់តឿនជីវិតរបស់ទូព្រះបង្គំដើម្បីទូព្រះបង្គំដល់គ្នាបានដើរនៅលើផ្លូវដែលសុចរិតបានដើរនៅក្នុងពន្លឺរបស់ទ្រង់ហើយអរគុណទ្រង់គណៈសម្រាប់ព្រះបន្ទូលថ្ងៃនេះព្រះអង្គទូលគុំថ្វាយដោយនឹងគុណក្នុងព្រះនាមដ៏មានអំណាចគឺព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមយើងសរសើរការប្រទានគ្នាព្រះវ៉ាទ្រង់ជាព្រះថែរក្សាព្រះយេហូវ៉ាទ្រង់ជាព្រះថែរក្សាហើយទ្រង់ជាលំនៅខាងស្ដាំរបស់អ្នកនៅពេលកៃនៅពេលយំក្ដីគ្មានអ្វីធ្វើទោសអ្នកបានឡើយព្រះយេហូវ៉ាទ្រង់ជាព្រះថែរក្សាឲ្យរួចពីគ្រោងទាំងសេចក្ដីទោសលំបានព្រះយេហូវ៉ាទ្រង់ថែរក្សាអ្នកដំណើរនេះចេញចូលទៅមកចូលលើមកឡើងសំឡើងទៅឲ្យព្រមថាមានទេណាមកជួយអ្នកទេគឺព្រះដែលបង្កើតសាកលលោកនឹងមានដែលនឹងយាងមកជួយដល់អ្នកបិតាដ៏ជាព្រះអរគុណទ្រង់គណៈសម្រាប់ព្រះបន្ទូលទ្រង់ពិសេសអរគុណទ្រង់គណៈសម្រាប់
ទូព្រះបង្គំនៅគ្នាបានមានពេលដើម្បីនឹងសរសើរនឹងការប្រងហើយស្ដាប់នៅព្រះបន្ទូលប្រងនៅមេរៀននៃការរស់នៅក្នុងពន្លឺប្រំចាយទូមកទូព្រះបង្គំបាននឹកចាំអំពីព្រះបន្ទូលទ្រង់ព្រះឲ្យទូព្រះបង្គំនៅគ្នាបានអនុវត្តតាមព្រះឲ្យទូបង្គំនៅគ្នាបានអាចរស់នៅក្នុងពន្លឺមិនត្រឹមតែនៅក្នុងព្រះវិហារប៉ុន្តែនៅពេលដែលទូព្រះបង្គំនៅគ្នាបានចាកចេញពីព្រះវិហារនេះទៅឲ្យទូព្រះបង្គំបាននៅតែរស់នៅក្នុងពន្លឺរស់នៅក្នុងសមរភូមិនៃព្រះវិញ្ញាណហើយអាចយកឈ្នះនៃការទាំងអស់នេះផងដែរហើយទូព្រះបង្គំក៏នឹកចាំពីបងប្អូនទូព្រះបង្គំទៀតដែលបានទាន់លឺពីព្រះនាមរបស់ទ្រង់ទៅពួកគេបានលឺប្រទូពួកគេបានយកប្រងជាជំនួយសម្រាប់ជីវិតរបស់ពួកគេឲ្យពួកគេបានលឺពីព្រះនាមរបស់ទ្រង់ដើម្បីជាស្ដីសង្គ្រោះសម្រាប់ជីវិតរបស់ពួកគេផងដែរទូព្រះបង្គំអរគុណទ្រង់ព្រះបង្គំថ្វាយព្រះនាមគុណក្នុងព្រះនាមនៅមានដែរព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនសូមសាមកាន់